បាទសួស្តីអ្នកទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញនូវគន្លឹះមួយចំនួនពាក់ព័ន្ធនឹងការផុសវីដេអូនៅក្នុងបណ្ដាញសង្គម TikTok នេះឲ្យមានការមើលឃើញច្រើនសម្រាប់បេះដូងគឺខ្ញុំមិនបង្ហាញទេគឺខ្ញុំគោលដៅរបស់ខ្ញុំគឺបង្ហាញអ្នកគ្នាពីរបៀបផុសវីដេអូរូបភាពឲ្យមានអ្នកមើលច្រើនបាទសារបច្ចុប្បន្នមានការធ្វើការអាប់ដេតថ្មីទៅនឹង TikTok ចឹងខ្ញុំធ្វើការបង្ហាញពាក់ព័ន្ធទៅនឹងការដែលធ្វើឲ្យមានអ្នកមើលច្រើនចឹង account របស់យើងក៏រីកទៅតាមនឹងដែរវាសំខាន់ទៅលើការមើលច្រើនបេះដូងក៏វាទីងតាមនឹងដែរបាទបើសិនជាអ្នកគ្នាចង់ឲ្យមានការមើលឃើញច្រើនអ្នកគ្នាចូលមកក្នុង TikTok បាទចូលមកក្នុង TikTok មកបន្តទៀតអ្នកគ្នានឹងឃើញពាក់ព័ន្ធនឹងការផុសផ្សេងៗវាមាន follow វាមាន for you បាទបើសិនជាអ្នកគ្នាចង់ដឹងថាផុសវីដេអូទៅមានអ្នកមើលច្រើនអ្នកគ្នាត្រូវដឹងថាខ្លួនឯងមានអីឲ្យគេមើលមានអីឲ្យគេចោះចិត្តបាទបើដឹងថាខ្លួនឯងអត់មានទេទោះបីយើងមានកលឹះពាក់ព័ន្ធទៅនឹងការផុសផ្សេងៗក៏វាអត់តាក់ទាញដែរយើងត្រូវធ្វើវីដេអូបែបមានប្រយោជន៍សម្រាប់គេធ្វើឲ្យគេសប្បាយចិត្តកុំធ្វើឲ្យគេគិតច្រើនមនុស្សសម័យនេះគឺគេអត់ចង់គិតច្រើនជាមួយយើងគេអត់មានពេលវេលាមកស្ដាប់យើងនិយាយគេចូលចិត្តធ្វើឲ្យខ្លួនគេសប្បាយចូលចិត្តឲ្យអ្នកផ្សេងធ្វើឲ្យខ្លួនគេសប្បាយទាំងខ្លួនឯងអត់ធ្វើឲ្យខ្លួនឯងសប្បាយទេបាទអញ្ចឹងខ្ញុំអត់វែងឆ្ងាយទេគឺខ្ញុំនឹងចាប់ផ្ដើមបង្ហាញតែម្ដងបាទតែគ្រាន់តែយើងដឹងថាវីដេអូយើងចង់និយាយពីអីយើងនឹង research តាមនោះហើយនឹងផុសតាមនោះទៅបាទពេលដែលយើងចូលមកក្នុងនឹងហើយបន្តទៀតចុចសញ្ញា search នេះបាទរួចហើយអ្នកនរគ្នាឧទាហរណ៍ថាសម្រាប់ខ្ញុំភាគច្រើនខ្ញុំធ្វើតែវីដេអូពាក់ព័ន្ធនឹងការស្ទូចត្រីអញ្ចឹងខ្ញុំសុំ search ដាក់មក fishing អញ្ចឹងមកបាទនេះ fishing នេះជា keyword សម្រាប់អ្នកនរគ្នាផុសវីដេអូណាចុចវាមកផ្លឹបមកអ្នកនរគ្នាកុំអាធ្វើអីទាំងអស់អ្នកនរគ្នាកុំយក top កុំយកវីដេអូឬមក user sound photo បាទអ្នកនរគ្នាចង់ផុស photo អ្នកនរគ្នាចុច photo បាទចង់ផុសវីដេអូអ្នកនរគ្នាចុច hashtag នេះបាទចុច hashtag មកអ្នកនរគ្នាប្រកាសជាឃើញមាន fishing មាន fishing បាទអញ្ចឹងអ្នកនរគ្នាមើលទៅលើkeyword អស់ហ្នឹងហើយអ្នកនរគ្នាមើលអាណាដែលមានការ trend ច្រើនជាងគេមើលច្រើនជាងគេបាទអញ្ចឹងក្រុមវាអត់មានទេភាសាវីដេអូនេះខ្ញុំបង្ហាញដោយសារតែគោលបំណងរបស់ខ្ញុំគឺខ្ញុំធ្វើវីដេអូបែបស្ទូចត្រីអញ្ចឹងវាមាន 9.9 អំផុសនេះបើអ្នកនរគ្នាវីដេអូអ្នកទាំងអស់គ្នាធ្វើពីអីយើង search នៅក្នុងហ្នឹងបែបអញ្ចឹងមកណាអញ្ចឹងពេលដែលយើង search បែបហ្នឹងហើយអ្នកនរគ្នាចុចកន្លែងនេះសញ្ញាកាមេរ៉ានេះបាទបន្តមកទៀតអ្នកនរគ្នារើសនាទីមកនាទីអ្នកនរគ្នាវីដេអូមួយនាទី15ឬមួយអ្នកនរគ្នាចុច photo ឬ text អីចឹងទៅអញ្ចឹងយក60ចុះតទៅទៀតអ្នកនរគ្នាយកអាកន្លែងនេះវីដេអូនៅក្នុងអាល់ប៊ុមរបស់អ្នកនរគ្នានឹងមកដែលយើងបានកាត់កែខៃសំឡេងអីហើយអស់ហ្នឹងតទៅទៀតអ្នកនរគ្នាចុច select ចឹងមកណាចុច next បាទចុច next ហើយអ្នកនរគ្នាអាចធ្វើការកែខៃនៅក្នុងនឹងបន្ថែមទៀតមានពណ៌មាន effect មាន text មានអីចឹងទៅណាភាគច្រើនខាង TikTok គាត់ចង់ឲ្យយើងប្រើប្រាស់ tool របស់គាត់តែកាលណាយើងប្រើ tool របស់គាត់ suggest វីដេអូយើងទៅឲ្យអ្នកមើលឃើញច្រើនបាទយើង add sound បែប trend ហ្នឹងណាមានអ្នកមើលច្រើនចឹងមកបន្តមកទៀតអ្នកនរគ្នាចុចពេលរៀបចំហើយអ្នកនរគ្នាចុច next ចឹងមកហើយដាក់ចំណងជើងមកពាក់ព័ន្ធនឹងចំណងជើងយើងហ្នឹងនិយាយពីអីភាគច្រើនយើងមិនបាច់ចាំដាក់ thumbnail មានន័យថា cover រូបភាពហ្នឹងណាមិនបាច់ចាំដាក់តាក់ទាញពេកទេយើងដាក់ចំណងជើងបែបលក្ខណៈតាក់ទាញហ្នឹងទៅ
bởi sân chia admin thì nó trên tệ tính của admin này mười này hay pop họ chăm pi mong về điểm mình được tên này mong vậy mong buồn chẳng hạn ngày sai ngày tận giúp láng mong bờ là hồi đó mong đỏ mình được khi ăn mong đỏ mình để chẳng ai kia xử lý mưa đầu dùng khai tới và tâm tiết ở đây này cho dấu location này ở đây cho for you cho nó anh nhưng mình chậm bạch rạp tràn thế này ở đây ai xoay vô con ai bật time tới và của miền video kết thúc và hàng tràn tại khi nhằm hái cứ cái bài video này tâm tiết ở đây cho pop hay complete hướng là xe copy link complete copy link nó bên đây tha copy link dưới từ đặt trong group trong Facebook những từ đó tiêu tha nhung copy link hỏi dương trồ từ trong Facebook và tổng tiết dương hậu group free post ở đây post ở đây như thế này đập pi dương trâu một không nữa hay gì dương pha link dưới này không gì và dương pha hay dương post ở trong group đại kỳ anh nhà đại dương postทั้งtừ mình coi chăm cái copy link ở dương nhưในលើ TikTok នឹងបានមានអ្នកមើលច្រើនទេគឺថាតែយើងមានខ្នាតកូនធីមណាកូនខ្មោចយើងអង្គុយ share អង្គុយ copy link pass ឲ្យអ្នកផ្សេងដែលជាបណ្ដាញផ្សេងហ្នឹងគេបានមើលឃើញមិន copy link មួយខ្ញុំអត់ទេគេអត់ធ្វើអញ្ចឹងទេបាទអញ្ចឹងអ្នកនរគ្នាអាចយល់ហើយនេះអ្នកដែលថ្មីអ្នកខ្ញុំមើលទៅសម្រាប់បងគាត់ចាស់ហើយគាត់ប្រកាសជាមាននៅវិធីសាស្ត្រផ្សេងបើគាត់ណាចិត្តខ្ញុំដឹងខ្ញុំចែកសម្រាប់អ្នកគ្នាបានដឹងបាទអញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងឯងសម្រាប់ការធ្វើឲ្យមានអ្នកមើលច្រើនគឺអត់សំដៅទៅលើបេះដូងគឺត្រាតាវីដេអូបែបស្រីបានគេចូលចិត្តឲ្យបេះដូងបើត្រឹមធ្វើឲ្យគេមើលអ្នកអាចធ្វើតាមខ្ញុំបានបាទអរគុណជួបគ្នានៅវីដេអូក្រោយបាទសួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាពីគន្លឹះពាក់ព័ន្ធនឹងការធ្វើឲ្យវីដេអូរបស់យើងនៅក្នុង TikTok ហ្នឹងមានអ្នកមើលជាប់រហូតបាទយើងមិនចាំប៊ូសទេបាទសម្រាប់អ្នកដែលមានអ្នកតាមដានគេថា audience អ្នកតាមដានរបស់យើងច្រើនអ្នកនរគ្នាអាចធ្វើតាមវិធីនេះទៅដើម្បីឲ្យវីដេអូរបស់អ្នកនរគ្នាហ្នឹងមានការមើលឃើញរហូតហើយវាលក្ខណៈថាវីដេអូយើង rank up ទៅលើអត់ធ្លាក់ view ទេបាទដើម្បីធ្វើបានអ្នកនរគ្នាចូលទៅក្នុង TikTok បាទជាទូទៅអ្នកនរគ្នាប្រកាសជាដឹងថាមនុស្សយើងពេលដែលផុសវីដេអូគេអត់មើលយើងទេគេអត់មើលយើងប៉ុន្តែគេចូលចិត្តតាមដាននៅ story របស់យើងណា Facebook ក្តី Instagram ក្តីប្រព័ន្ធផ្សព្វផ្សាយផ្សេងគេច្រើនដែលមាន story ហ្នឹងគេតាមដានច្រើនជាងយើងផុសវាខ្លះយើងនិយាយទៅវាអាចអត់មានភាពតាក់ទាញទេអញ្ចឹងវិធីនេះខ្ញុំបង្ហាញសម្រាប់ TikTok ជាទូទៅអ្នកនរគ្នាដែលមានហៅថា pin ណានេះ pin នេះមានន័យថាអ្នកមើលច្រើនអ្នកនរគ្នាប្រកាសជាលើកឲ្យគេឃើញថាវីដេអូនេះមានអ្នកមើលច្រើនហើយវាតាក់ទាញអញ្ចឹងអ្នកនរគ្នាធ្វើការផ្លាស់ប្ដូរ pin ហ្នឹងទៅឧទាហរណ៍ថាអានេះវាមាន 3.1M អ្នកនរគ្នាអាន pin មកវិញណានេះចុចលើវាឲ្យអ្នកគ្នាចុចយកអាន pin នេះបាទអាន pin មកបន្តទៀតអ្នកគ្នាចូលកលេចមើលនៅវីដេអូមួយណាដែលវាមាន view ច្រើនយើងអាសាដូរ pin ណាដូរ pin វីដេអូយើងកុំទុកដដែលព្រោះជាទូទៅមនុស្សវាមិនមែនជួបយើងតែម្នាក់ឯងអ្នកផ្សេងអូសឃើញវីដេអូយើងឃើញ pin វាដែរអត់មានអ្នកមើលទេអញ្ចឹងយើងមើលទៅលើវីដេអូរបស់យើងអាណាដែលវាអត់សូវមានអ្នកមើលយើងយកមក pin នៅលើមកឲ្យគេមើលឃើញណា
ព្រោះមនុស្សភាគច្រើនគេចង់បានអីដែលថ្មីគេអត់ចង់បានចាស់នេះឬទីហោថាខ្ញុំយកអាមួយនេះចង់នេះពេលយើងចុចចឹងមកអ្នកនរគ្នាចុច tray 3បន្តមកទៀតអ្នកនរគ្នាចុច pin នេះចុច pin ហ្នឹងបាទអញ្ចឹងវានឹងឡើងមកលើវិញនេះវានឹងឡើងមកលើវានឹងឡើងមកលើនេះបាទអញ្ចឹងពេលដែលគេចូល profile របស់យើងមកគេឃើញវីដេអូគាត់ផុសថ្មីតែវីដេអូហ្នឹងវីដេអូចាស់ទេណាបាទអានេះរឿងមួយបាទរឿងមួយទៀតអ្នកនរគ្នាដែរចង់ឲ្យឃើញអ្នកផ្សេងមើលមកយើងឃើញវីដេអូយើងច្រើនមានអ្នកមើលច្រើនហ្នឹងអ្នកនរគ្នាអាចធ្វើបែបនេះយើងចូលទៅក្នុងវីដេអូរបស់យើងបន្តមកទៀតអ្នកនរគ្នាចុចសញ្ញា tray 3បាទចុចសញ្ញា tray 3ហ្នឹងមានន័យថាcopy link send message Telegram Facebook Instagram នេះជាច្រើនណាអញ្ចឹងខ្ញុំអត់ឲ្យធ្វើអញ្ចឹងឯងអ្នកនរគ្នាចុចនេះម្ដងទៀតចុចសញ្ញា tray 3បន្តមកទៀតអ្នកនរគ្នាចុចនេះ add story នេះអ្នកនរគ្នាចំណុចហ្នឹងហើយដែលជាចំណុចសំខាន់សម្រាប់អ្នកតាមដានរបស់យើងនឹងគាត់ចាប់អារម្មណ៍យើងចុចមកចុច add flip មកបាទវានឹង loading ពាក់ព័ន្ធទៅនឹងវីដេអូរបស់អ្នកនរគ្នាហ្នឹងបាទបន្តមកទៀតអ្នកនរគ្នាចុចនេះ add story បាទពេលវេលាដែលយើង add ហ្នឹងយើង add ល្ងាចទៅយើង add ស្មើនេះអីវាអត់មានអ្នកមើលទេព្រោះគេធ្វើការគេរៀនគេមិនតាមដានយើងឃើញទេយើងចូលមក profile របស់យើងនេះវាចេញពណ៌ខៀវនេះអញ្ចឹងវាអត់បង្ហាញអីនៅក្នុងហ្នឹងប៉ុន្តែមនុស្សគេចង់ដឹងថាស្អីដែលគេ add ហ្នឹងបាទគេដែលចុច add មកនេះឃើញវីដេអូបាទអានេះជាចំណុចតាក់ទាញមួយដែរសម្រាប់អ្នកដែរគាត់អត់ដឹងណាបាទអញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងឯងសម្រាប់ការធ្វើឲ្យមានការមើលឃើញច្រើននៅក្នុង TikTok បាទបើសិនជាអ្នកនរគ្នាគិតថាវីដេអូនេះវារៀងនិយាយយូរអ្នកនរគ្នាអាចខាមើលទៅហើយបើសិនអ្នកនរគ្នាគិតថាវាមានប្រយោជន៍គ្រាន់តែជួយ like ជួយ share comment ហ្នឹងទៅ comment ឲ្យពាក្យសមរម្យវាជាការលើកទឹកចិត្តសម្រាប់ខ្ញុំដឹងខ្ញុំចេះតែចែកខ្ញុំអត់ចេះទុកទៅវាមិនដឹងបានអីមកវិញស្លាប់ទៅវាគ្មានបានអីទេវាទៅបាត់ហើយហ្នឹងហើយអរគុណសម្រាប់អ្នកនរគ្នាដែលតាមដានវីដេអូរបស់ខ្ញុំបាន